របៀបចាយលុយទាំង5របស់ម៉ាតថៃលីកាស៊ីងនៅប្រទេសចិនដែលគាត់មានទ្រព្យ$36,000,000,000បាទវិធីចុងក្រោយគឺជាវិធីដែលសំខាន់ជាងគេទី1គឺចំណាយលុយ30%ទៅលើការរស់នៅប្រចាំថ្ងៃការហូបចុកការទិញសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃប៉ុន្តែមិនឲ្យទំនើបពេកទេមិនឲ្យលោឆាយពេកទេគឺមកល្មម30%ហើយវិធីទី2គឺយើងចំណាយលុយ20%ទៅលើការកសាងបណ្ដាញបើសិនយើងអ្នកធ្វើការយើងសាងបណ្ដាញអ្នកធ្វើការព្រោះអីនឹងមានផលប្រយោជន៍នៅថ្ងៃណាមួយទៅនឹងការងារថ្មីទៅនឹងឱកាសថ្មីចែកម្លេចបទពិសោធន៍ពីការងារបើសិនយើងអ្នករស់ស៊ីគឺយើងសាងបណ្ដាញអ្នករស់ស៊ីអ្នកអាជីវកម្មដែលគេមានបទពិសោធន៍ខាងផ្នែករស់ស៊ីទំនាក់ទំនងក្នុងការធ្វើជំនួញទៅវិញទៅមកមួយទៀតគឺ15%បាទ15%គឺយើងចំណាយទៅលើការសិក្សារៀនសូត្រឧទាហរណ៍ថាយើងទិញសៀវភៅអានឬក៏យើងចូលរួមសិក្ខាសាលាធ្វើយ៉ាងណាដើម្បីឲ្យជោគចំណេះដឹងរបស់យើងរីកចម្រើនទៅពេលខាងមុខទៀត10%គឺយើងចំណាយទៅលើការដំណើរកម្សាន្តបើសិនយើងដំណើរកម្សាន្តទៅនឹងបាត់ចិត្តរបស់យើងមានល្មមទេយើងដំណើរកម្សាន្តក្នុងប្រទេសបើសិនជាប្រាក់ចំណូលយើងខ្ពស់ទេយើងចំណាយ10%ទៅការសិក្សាទៅលើការសិក្សាទៅលើការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសយ៉ាងហោចណាស់ក៏មួយឆ្នាំមានម្ដងដែរដើម្បីឲ្យចំណេះដឹងក្នុងការរៀបរាប់នឹងការរស់នៅការធ្វើកម្មនៅប្រទេសផ្សេងទៀតហើយចំណុចចុងក្រោយគេគឺ25%បាទ25%នេះយើងចំណាយទៅលើការសន្សំទុកយើងត្រូវសន្សំទុកនៅពេលដែលយើងមានគម្រោងទៅពេលអនាគតទៅនឹងគម្រោងអាជីវកម្មទៅនឹងគម្រោងទិញរបស់របរប្រើប្រាស់ដែលយើងគិតថាជាអ្វីមួយដែលយើងប្រាថ្នានៅក្នុងឆាកជីវិតរបស់យើងបើមិនយើងមានគម្រោងធ្វើអាជីវកម្ម25%បើមិនបាច់ចំណូលយើងទាបល្មមយើងសំបានតិចបើមិនចំណូលយើងកាន់តែច្រើន25%គឺកាន់តែច្រើនអញ្ចឹងការធ្វើអ្វីមួយឧទាហរណ៍យើងធ្វើការយើងសន្សំលុយនៅពេលខាងមុខយើងចង់បើកអាជីវកម្មអញ្ចឹង25%នឹងឯងនិងនៅពេលដែលប្រាក់ខែយើងកាន់តែកើនទៅ25%គឺកាន់តែកើនទៅដែរអញ្ចឹងការធ្វើអ្វីមួយយើងត្រូវតែសន្សំបាទសន្សំអញ្ចឹងវិធីទាំង5របស់លោក Legacy គឺល្អមែនទែន